សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀប generate ពីរូបភាពទៅវីដេអូខ្លីៗដើម្បីយកទៅផុសរៀលនៅក្នុង page អញ្ចឹងសម្រាប់បងប្អូនដែលមកម៉ូដៃថ្មីអាចមើលវីដេអូនេះបានព្រោះសម្រាប់បងប្អូនដែលមិនសូវមានពេលថតមានអីអញ្ចឹងណាបងប្អូនអញ្ចឹងមុននឹងបងប្អូនចូលទស្សនាបងប្អូនកុំភ្លេចជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងណាបងប្អូនអញ្ចឹងកុំឲ្យខាតពេលវេលាយូរតោះយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាអូខេអញ្ចឹងដើម្បីយើងទៅ generate បានយើងបងប្អូនត្រូវ down កម្មវិធីមួយឈ្មោះថាកម្មវិធី Picver ហើយកម្មវិធីហ្នឹងបងប្អូនអាចចូលទៅ down នៅក្នុង App Store ក៏បានឬក៏ Play Store ក៏បានពេលដែលបងប្អូនចុច down រួចហើយយើងចុចចូលមកហើយបងប្អូនដែលអត់ទាន់មាន account បងប្អូនចុច sign up សម្រាប់ខ្ញុំមាន account រួចហើយអញ្ចឹងខ្ញុំចុច login with email បន្ទាប់មកខ្ញុំដាក់ email ចូលហើយសម្រាប់បងប្អូនណាដែលមិនទាន់បង្កើត Gmail បង្កើតឲ្យហើយទៅដើម្បីយកមក generate ឲ្យបានច្រើនហ្នឹងហើយបងប្អូនបន្ទាប់ពីយើងវាយ email រួចហើយយើងចុច continue តបមកវានឹងចេញមកបែបនេះហើយអានេះវាឲ្យមួយថ្ងៃ60 point ដើម្បីយើងកាត់វីដេអូបន្ទាប់មកបងប្អូនចុចសញ្ញាលេខបូកកណ្ដាលនេះមកហើយវានឹងចេញមកបែបនេះវាឲ្យយើងរើសរូបភាពអញ្ចឹងបងប្អូនអាចចុចចូលទៅរើសរូបភាពកន្លែង upload your image ជាស្រ័យផងបើសិនជាខ្ញុំអានខុសអញ្ចឹងណាបងប្អូនយើងចុចចូលកន្លែងហ្នឹងមកតបមកទៀតវានឹងចេញរូបឲ្យយើងរើសដែលបងប្អូនចង់កាត់វីដេអូមួយណាក៏បានអញ្ចឹងខ្ញុំសូមរើសយករូបមួយនេះចុះបន្ទាប់ពីយើងរើសរូបរួចហើយយើងទៅវាយអក្សរហើយការវាយអក្សរបងប្អូនចូលទៅក្នុង Google Translate ទៅអាចវាយតាមខ្ញុំក៏បានឬក៏បងប្អូនវាយតាមចំណង់ចំណូលចិត្តដែលបងប្អូនចង់បង្កើតក៏បានអញ្ចឹងយើងវាយមកដាក់បង្កើតវីដេអូឲ្យបុរសខាងលើកាន់សមចាក់ម្ហូបញ៉ាំហ្នឹងបងប្អូនវាទៅប៉ុណ្្នឹងមកហើយយើង copy វាមកcopy វាយកទៅផាសនៅកន្លែងដែលយើងសរសេរមិញហ្នឹងនេះបងប្អូនហ្នឹងយើងចុចផាសមកបន្តមកទៀតយើងចុច create ហើយត្រង់កន្លែងនេះបើសិនជាអ៊ីនធឺណិតខាងបងប្អូនដើរលឿនអញ្ចឹងវានឹងឆាប់ចេញឲ្យទេប៉ុន្តែសម្រាប់អ៊ីនធឺណិតដើរយឺតដូចជាខ្ញុំវារៀងយូរបន្តិចទេបងប្អូនហើយបញ្ជាក់ម្ដងទៀតបងប្អូនមួយថ្ងៃបានតែ60 point ទេអញ្ចឹងបើសិនជាបងប្អូនចង់បានវីដេអូច្រើនបងប្អូនត្រូវបង្កើត Gmail ឲ្យបានច្រើនអញ្ចឹងដែរហើយបងប្អូនចង់បានរូបភាពដូចខ្ញុំអញ្ចឹងបងប្អូនអាចចូលទៅមើលវីដេអូមុនរបស់ខ្ញុំបានដែលខ្ញុំបានប្រាប់ពីរបៀប generate យករូបភាពមកបែបហ្នឹងបានអញ្ចឹងបងប្អូនរៀងយូរតិចហើយសូមចាំមកផ្លែទៅបងប្អូនដោយសារអ៊ីនធឺណិតខាងខ្ញុំវារៀងដើរយឺតបន្តិចអញ្ចឹងវារៀងយូរតមកទៀតយើងចេញបែបនេះហើយយើងចុចអាកន្លែង profile យើងនេះមកហើយរងចាំកន្លែងភាគរយហ្នឹងវាដើរពេញវានឹងបានវីដេអូឲ្យយើងហើយបងប្អូននេះបងប្អូនវាចេញមកហើយបន្ទាប់ពីចេញចឹងហើយបងប្អូនចុចលើរូបភាពយើងមកហើយរងចាំវាបន្តិចទៅនេះបងប្អូនវាបានវីដេអូមកហើយវីដេអូនេះបងប្អូនមើលទៅដូចញ៉ាំពិតៗចឹងបងប្អូនមើលទៅតំណងឆ្ងាញ់ហើយនេះបងប្អូនឃើញសញ្ញាព្រួយនៅខាងលើឯងអញ្ចឹងសញ្ញាព្រួយហ្នឹងសម្រាប់ឲ្យយើងចុច save ទុកដើម្បីយកទៅផុសបងប្អូនពេលដែលយើងចុចហើយយើងចុចយកខាងលើហ្នឹងទៀតមក
ពេលដែលវាដើរពេញអាហ្នឹងទៅវានឹងអូខេហើយបងប្អូនហ្នឹងហើយបងប្អូនអញ្ចឹងវីដេអូយើងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណបងប្អូនដែលតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនមានចម្ងល់អ្វីបងប្អូនអាច comment មកសួរបានណាបងប្អូនហ្នឹងហើយអញ្ចឹងអរគុណច្រើនបាយបាយបងប្អូនទាំងអស់គ្នា